ចាស់ពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នានៅលើលោកនេះខ្ញុំអត់ដឹងថាប្រពន្ធមានប៉ុន្មានអ្នកទេដែលមានចរិតអញ្ចឹងប្តីរបស់នារីម្នាក់នេះបានចាប់រំលោភទៅលើក្មេងដែលមានអាយុ14ឆ្នាំដែលជាកូនចៅរស់នៅជាមួយគ្នាប្រសិនបើយើងហៅឲ្យស្រួលស្ដាប់គឺឈ្នួលបំរើនៅក្នុងផ្ទះរបស់ខ្លួនអញ្ចឹងគ្រួសារមួយនេះគ្រាន់បើដែរបានជាមានឈ្នួលបំរើនៅក្នុងផ្ទះធម្មតាយើងល្មមគឺមិនមានឈ្នួលនៅជាមួយនោះទេស្ត្រីជាប្រពន្ធនៅពេលបានដឹងថាប្តីរបស់ខ្លួនទៅរំលោភក្មេងអាយុ14ឆ្នាំហើយជាឈ្នួលធ្វើការនៅក្នុងផ្ទះរបស់ខ្លួនឯងក៏បាននិយាយប្រាប់ដល់ក្មេងថាកុំនិយាយប្រាប់គេឲ្យសោះដើម្បីឲ្យក្មេងជួយសហការគ្នាកុំឲ្យគេដឹងរឿងអាក្រក់របស់ប្តីខ្លួនប្តីក៏បានឲ្យលុយទៅក្មេងស្រីរងគ្រោះចំនួន200000ប្តីបានយកលុយប្រពន្ធចំនួន20000ដើម្បីបំបិតមាត់ក្មេងកុំឲ្យនិយាយប្រពន្ធអត់ដឹងរឿងលុយនោះទេនៅពេលដែលបានដឹងថាប្តីរបស់ខ្លួនបានលួចលុយទៅឲ្យក្មេងចំនួន20000នោះក៏ស្រាប់តែនារីជាប្រពន្ធអាក្រក់មួយនេះបានសន្លត់យកលុយ20000រៀលត្រឡប់មកវិញចាស់ពុកម៉ែបងប្អូនប្រិយមិត្តរឿងដំបូងឡើយម្នាក់សំបីតែប្រពន្ធក៏អត់ដឹងរឿងដែរដោយសារតែប្រពន្ធបាត់លុយចំនួន20000ប្តីបានលួចប្រពន្ធយកមកឲ្យក្មេងរងគ្រោះក៏ប៉ុន្តែគេពុំបានចោទប្តីគេនោះទេបងប្អូនធម្មតានៅពេលដែលបាត់របស់របរនៅក្នុងផ្ទះគេអត់បានចោទប្តីគេនោះទេក៏ប៉ុន្តែបើមានឈ្នួលនៅក្នុងផ្ទះប្រកាសជាចោទទៅលើឈ្នួលនោះហើយស្ត្រីជាប្រពន្ធបានតែឆែកឆេរទៅលើក្មេងស៊ីឈ្នួលក៏ស្រាប់តែឃើញលុយចំនួន20000ជាលុយដែលបានបាត់ទៅក្នុងថ្ងៃតែមួយស្ត្រីជាប្រពន្ធបានសម្លុតក្មេងនឹងរកឬរកគល់តែម្ដងតើប្រពន្ធបានដឹងរឿងប្តីចាប់រំលោភក្មេងអាយុ14ឆ្នាំហើយក៏បានយកលុយត្រឡប់មកវិញផងដែរនឹងបាននិយាយប្រាប់ក្មេងកុំនិយាយប្រាប់គេឲ្យសោះចំណែកឯបុរសជាប្តីបានរំលោភលើកទី1បានសម្រេចហើយរំលងថ្ងៃបាន1អាទិត្យក៏បានមករំលោភលើកទី2ទៀតហើយក៏បានឲ្យលុយក្មេងចំនួន20000រៀលនិងគម្រាមកំហែងសម្រាប់ក្មេងប្រសិនបើក្មេងបាននិយាយប្រាប់គេបើនិយាយតាក់ទងទៅនឹងសាច់រឿងនេះគឺប្រហើនខ្លាំងណាស់អត់ខ្លាចច្បាប់នោះទេអញ្ចឹងពេលនេះទៅតាមច្បាប់ដេការបស់សាលាដំបងខេត្តកំពង់ឆ្នាំងលោកពូសមត្ថកិច្ចការិយាល័យជួញដូរនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឃាត់ខ្លួនបុរសម្នាក់នេះបញ្ជូនទៅតុលាការនៅថ្ងៃទី20ខែមីនាឆ្នាំ2025ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់ជនខែលខូចមានឈ្មោះថាបាងគឹមច័ន្ទមានអាយុ40ឆ្នាំមានទីលំនៅភូមិកំពង់ប្រាសាទឃុំសេតស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងពីបទរំលោភសេពសន្តិវៈខុសច្បាប់នឹងបានគម្រាមសម្រាប់ក្មេងកាលពីថ្ងៃទី25ខែតុលាឆ្នាំ2024ចាស់ពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាអញ្ចឹងរឿងនេះគឺបានកើតឡើងយូរដែរហើយទើបតែទទួលបាននៅភាពយុត្តិធម៌និងបានចាប់ជនបង្ករួចរាល់ផងដែរវីដេអូមួយឃ្លីបខាងលើនេះសង្ឃឹមថាពុកម៉ែបងប្អូនបានឆ្លាញ់ចូលចិត្តនិងជួយ share ចែករំលែកដើម្បីបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃជាចុងក្រោយក៏ជូនពរដល់ពុកម៉ែបងប្អូនធ្វើដំណើរទៅតាមដងផ្លូវពោពេញទៅដោយសុវត្ថិភាពគ្រប់គ្នាជម្រាបលាជួបគ្នាជាមួយនឹងវីដេអូថ្មីទាំងអស់គ្នា